តោះសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំសាជាថ្មីម្ដងទៅđấyបញ្ញាwelcome to SPFX ចឹងថ្ងៃហ្នឹងខ្ញុំមកធ្វើការវិភាគទៅលើតម្លៃមាសដែលយើងវិភាគជាប្រចាំព្រឹករម៉ោង7ដល់ម៉ោង12ថ្ងៃត្រង់ចឹងកុំឲ្យវែងឆ្ងាយយូរយើងចូលមកមើលពីតម្លៃមាសទាំងអស់គ្នាបងប្អូនក្នុងការ trade បើយើងជាកណៃថាបើសិនជាយើង trade ជា daily trade យើង trade រកផលចំណេញជាប្រចាំថ្ងៃsignal ដែលខ្ញុំតម្លាក់ជូនបងប្អូនអាចនឹងបានចន្លោះ2ទៅ3 signal ក្នុងរយៈពេលមួយថ្ងៃអញ្ចឹងហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនអ្នកតាមចូលគោរពបងប្អូនអាចចូលគោរពបានអូខេតោះឥឡូវកុំឲ្យវែងឆ្ងាយយូរខ្ញុំមើលឃើញទៅលើ EMA មួយល្អមែនតើសម្រាប់តម្លៃមាសអញ្ចឹងនេះគឺជា time frame 4ម៉ោងអញ្ចឹងសម្រាប់តម្លៃមាសក្នុងពេលថ្ងៃនេះដូចខ្ញុំនិយាយបញ្ជាក់បងប្អូនដែរអញ្ចឹងយើងនៅតែធ្វើការបាយអញ្ចឹងក៏ប៉ុន្តែ target របស់យើងថ្ងៃហ្នឹងគឺនៅតម្លៃនេះបងប្អូន4150 5150ច្រឡំបងប្អូនហ្នឹងហើយអញ្ចឹងឥឡូវគឺយើងអាចធ្វើការបាយពីឥឡូវទៅបានតែម្ដងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹង head point ទី1គឺទៅលើ4ម៉ោងវានឹងហត់ទៅរក EMA របស់វាជា EMA ចាស់ហើយសម្រាប់ SL បើសិនជានេះមិនដាក់ក៏បានដែរបងប្អូនពីព្រោះតម្លៃមាសការរំពឹងទុករបស់វានឹងមានការឡើងខ្ពស់ទៅលើវិញបន្តទៀតក៏ប៉ុន្តែសំខាន់ជាងគេគឺទៅលើ risk management ហើយជាមួយនឹង loss size ជាយើងដាក់កុំចូលធំពេកចូលមកល្មមបានហើយអញ្ចឹងឥឡូវហ្នឹងគឺតម្លៃរបស់វា5110ចុះអញ្ចឹងយើងបាយបាន40លេខយើងអាចធ្វើការចូលបាយពីឥឡូវបានហើយ head point ទី2នេះគឺខ្ញុំឃើញទៅលើខ្ញុំមើលទៅលើ trend line នេះបងប្អូននេះគឺជា1ម៉ោងណាយ៉ាអូនេះ trend line វាចុះមកចិត្តប៉ះទៅលើតំបន់ចាស់មួយវិញហើយអញ្ចឹងអញបានថាវានឹងមានការបែកអាប់បន្តទៅលើទៀតហើយមួយទៀតនេះបងប្អូនមើលឃើញ candlestick របស់4ម៉ោង bullish មែនតើនេះកន្លែងនេះមកដើមនេះមកបកគោរបស់វាជាមួយខ្ញុំវាស់ឲ្យ body របស់វា body 44លេខហើយ shadow វាបន្ថែមជាមួយនឹង7លេខអញ្ចឹងសំខាន់ជាងគេគឺទៅលើ4ម៉ោងតែម្ដងខ្ញុំ focus តែ4ម៉ោងទេអញ្ចឹងកន្លែងហ្នឹង candlestick ទី2នេះវានឹងបើកទៅលើឆ្ងាយទេក៏ប៉ុន្តែឥឡូវហ្នឹងវាគ្រាន់តែ retracement ទេតែទៅទៀតហ្នឹងវានឹងមានការបុក bullish ទៅលើបន្តទៀតអូខេអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានប៉ុណ្្នឹងទេជាថ្ងៃសុក្រធៀបនឹងបិទទៅលើទីផ្សារដូចគ្នានៅម៉ោង4យប់នេះអញ្ចឹងសម្រាប់បងប្អូនដែលចូលផ្សារករណីថាយប់ហ្នឹងយើងអាចចេញពីផ្សារបានណាយើងចេញពីផ្សារទៅបើសិនជាករណីបងប្អូនចង់ហូរឆ្លងអាទិត្យវាអាចនឹងមានហានិភ័យដែរបើសិនជាករណីថាយើងអាចហូរបាយបានក៏ប៉ុន្តែហូរសាយខ្ញុំអត់ recommend ទេសម្រាប់តម្លៃមាសអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ